បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាផ្លូវមួយខ្សែបាទដែលមានប្រវែង1190ម៉ែត្របាទដែលតភ្ជាប់ពីភូមិពោធិតរស់ចុងខាងលិចទៅកាន់ភូមិសាលារៀនចុងខាងកើតបាទផ្លូវនេះដែរទើបនឹងសាងសង់ហើយថ្មីបងប្អូនបាទពីមុនផ្លូវនេះគឺលំបាកក្នុងការធ្វើដំណើរមែនទែនបងប្អូនពិសេសនៅរដូវវស្សាគឺភ្លៀងលិចបាទលិចទៅជាជំភុកជ្រៅតែធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងលំបាកក្នុងការធ្វើដំណើរមែនទែនប៉ុន្តែនៅពេលនេះគឺយើងទទួលបានសមិទ្ធផលបាទផ្លូវមួយខ្សែបាទដែលកសាងឡើងដោយបដិភិឃុំបាទបដិភិឃុំទឹកដីបាសាក់របស់យើងបាទសូមជម្រាបជូនផងដែរថាផ្លូវមួយខ្សែនេះស្ថិតនៅភូមិពោធិតារស់សូមទោសស្ថិតនៅភូមិឃុំបាសាក់បាទឃុំបាសាក់ស្រុកស្វាយជ្រុំខេត្តស្វាយរៀងដែលតភ្ជាប់ពីភូមិពោធិតារស់ចុងខាងលិចទៅកាន់ភូមិសាលារៀនចុងខាងកើតនៃឃុំបាសាក់របស់យើងបាទអរគុណបងប្អូនដែលតាមដានទស្សនានៅវីដេអូនេះមួយនេះសូមអរគុណសូមជម្រាបលា